Ok,សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាមកមើលលទ្ធផលនៃការផ្សាំផ្ការបស់យើងអញ្ចឹងវគ្គមុនខ្ញុំបាននិយាយពីការផ្សាំផ្កាกระดาษរបស់ខ្ញុំផ្ទាល់ហើយវីដេអូនេះគឺចង់បង្ហាញថាលទ្ធផលដែលក្រោយពីយើងផ្សាំបានរយៈពេលជិត1ខែតើយើងទទួលបានលទ្ធផលបែបម៉េចអញ្ចឹងផ្កាกระดาษជាទូទៅគឺគេពេញនិយមជាពិសេសប្រទេសវៀតណាមគឺពួកគាត់ភាគច្រើនដាំផ្កាกระดาษហើយទីកន្លែងដែលផ្សាំលក់ផ្កាกระดาษក៏មានច្រើនផងដែរដោយសារតែគេជំនឿថាផ្កាហ្នឹងវាស្រស់ស្អាតហើយក៏ហុងស៊ុយជាពិសេសអ្នកដែលដាំគាត់គឺភាគច្រើនគឺដាំនៅមុខផ្ទះជនជាតិវៀតណាមអ្នកនរគ្នាហើយនៅប្រទេសកម្ពុជាយើងក៏ភាគច្រើនក៏ដាំប្រភេទតាមលបងផ្ទះមុខផ្ទះនឹងឯងដូចគ្នាដែរព្រោះផ្កានេះគឺជាប្រភេទផ្កាមួយដែលវាមានផ្កាអត់ចេះដាច់ទេអ្នកនរគ្នាយើងដាំវាឲ្យតែថែទាំមានសុខភាពល្អទៅបន្ទាប់មកយើងអាចប្រឡែងដៃចោលមានន័យថាវាធន់នឹងអាកាសធាតុហើយផ្កានេះអត់ចាំបាច់ស្រោចទឹកអីញឹកញាប់ទេព្រោះអីវាជាប្រភេទដើមឈើដែលអត់សូវត្រូវការទឹកគឺវាភាគច្រើនគឺត្រូវការបែបលក្ខណៈថាសំណើមតិចតួចបំផុតវាមិនត្រូវការខ្លាំងទេអញ្ចឹងផ្កាกระดาษនេះដែរគឺវាពេញផ្កាស្រស់ស្អាតខ្លាំងគឺអំឡុងខែ1ខែ2ខែ3ខែ4និយាយទៅគឺឲ្យតែរដូវប្រាំងក្តៅកាន់តែខ្លាំងផ្កាกระดาษគឺគាត់រីកស្គុះស្កេស្អាតកាន់តែខ្លាំងដែរអញ្ចឹងជាទូទៅយើងមើលតាមថ្នល់ជាតិនៃប្រទេសយើងគឺច្រើនគឺគាត់ដាំផ្កាกระดาษដោយសារតែផ្កាกระดาษគឺវាច្រើនហើយអ្នកក៏គ្នាសាកដាំវាឲ្យមានច្រើនពណ៌មានន័យថាផ្ការបស់វាហ្នឹងណាមានច្រើនពណ៌នៅតាមផ្លូវគឺស្រស់ស្អាតខ្លាំងមែនតើអត់ចាញ់ផ្កាបោះទេអញ្ចឹងនៅក្នុងនេះគឺមានបុកជាមួយនឹងវីដេអូចាស់ខ្លះហើយអ្នកនរគ្នាមើលតាមហ្នឹងទៅណាពាក់ព័ន្ធជាមួយនឹងការលាយដីការដាក់អរម៉ូនការកាត់ពីដើមនិយាយទៅតាំងពីដើមរហូតដល់ចប់តាំងពីពេលដែលយើងទៅកាត់វាចេញពីដើមធំផ្ទាល់តែម្ដងអញ្ចឹងការរើសពណ៌រើសមែកផ្កាកណ្ដាលយើងចង់បានមែកប៉ុន្មានក៏បានដែរប៉ុន្តែវាមានតាមអាយុកាលរបស់វាបើមែកវារៀងយូរខែទៅយើងយកមកផ្សំក៏វាក្រនឹងដុះស្លឹកដែរតែបើយើងយកមែករៀងខ្ចីចាប់ពី1ខែឬក៏2ខែទៅនិយាយទៅឲ្យតែមែកវាមានកលាបែបកលាខ្មៅតែកុំខ្មៅខ្លាំងពេកយើងមើលទៅថាវាទៅតែលាស់ហើយវាមានផ្កាប៉ុន្តែកុំយកខ្ចីខ្លាំងពេកអញ្ចឹងគឺយើងមើលលេខលក់តាមការគួរព្រោះថានៅក្នុងនេះខ្ញុំអត់បានបង្ហាញពាក់ព័ន្ធជាមួយនឹងរូបរាងមែកដែលយើងអាចយកមកហើយវាចេញស្លឹកលឿននេះប៉ុន្តែអ្នកនរគ្នាអាចមើលនៅក្នុងនឹងបានព្រោះអានេះខ្ញុំកាត់ចម្រុះដើម្បីពិសោធន៍មើលថាតើមែកខ្ចីនិងមែកចាស់មួយណាវាដុះលឿនជាងអញ្ចឹងពាក់ព័ន្ធនឹងខ្ញុំគឺឃើញថាមែកខ្ចីវារៀងដុះលឿនជាងមែកចាស់អញ្ចឹងនៅក្នុងវីដេអូនេះដែររយៈពេល1ខែកន្លះប្រហែលជាវាអាចដុះឬព្រោះអីតាមស្តង់ដារមក15ថ្ងៃគឺស្លឹកផ្កាกระดาษហ្នឹងគឺវាចេញប្រឡក់មកហើយចាហើយនៅក្នុងវីដេអូនេះដែរក៏ខ្ញុំបូកបញ្ចូលជាមួយនឹងវីដេអូដែលខ្ញុំធ្វើការផ្សាំបន្ថែមព្រោះអីតម្រូវការយើងច្រើនអញ្ចឹងយើងមានតែផ្សាំជាបន្តបន្ទាប់នៅក្នុងកន្លែងរបស់យើងដើម្បីយកទៅដាំព្រោះថាផ្កានេះគឺវាស្អាតខ្លាំងបើយើងតាំងវាជាសួនជារបងផ្ទះជាពិសេសមុខផ្ទះគឺយើងដាំវាធ្វើជារបងស្អាតខ្លាំងតែម្ដងប៉ុន្តែបច្ចៈមួយទៀតអ្នកនរគ្នាផ្កានេះគឺនៅពេលដែលភ្លៀងគឺវាអត់សូវមានផ្កាច្រើនស្រស់ស្អាតដូចនៅរដូវប្រាំងទេដោយសារតែរដូវភ្លៀងវាធ្វើឲ្យកញ្ចុងកសបរបស់វាហ្នឹងរលួយអញ្ចឹងអាចនិយាយបានថាវាមានផ្កាដែរប៉ុន្តែវាអាចនិយាយបានថាស្លឹកចង់ពាក់កណ្ដាលផ្កាប៉ុន្តែបើសិនជាក្នុងខែប្រាំងវិញស្លឹកតិចផ្កាច្រើនឬមួយក៏មានតែអាចនិយាយបានថាមានតែផ្កាតែម្ដងនៅក្នុងដើមរបស់វាលើដើមរបស់វាអញ្ចឹងពាក់ព័ន្ធជាមួយនឹងការផ្សាំផ្កាกระดาษនេះគឺវាអត់មានអីច្រើនទេអ្នកនរគ្នាដូចអ្វីដែលខ្ញុំបានបញ្ជាក់នៅវីដេអូដើមអញ្ចឹងជាអនុវត្តតាមនឹងទៅធ្វើឲ្យយើងទទួលបានផលហ្នឹងខ្ញុំអត់ទាន់លាយដីបានល្អអ្នកនរគ្នាដីរបស់ខ្ញុំហ្នឹងគឺដោយសារតែខ្ញុំបញ្ញាពេកខ្ញុំអត់បានវាយវាឲ្យស្ទប់ហើយក៏អត់មានប្រភេទដីដែលយើងអាចនិយាយបានថាដីត្រូវស្តង់ដារវាអត់ត្រូវស្តង់ដារវាអាចដុះបាន
ចឹងអ្នកនរគ្នាបើសិនជាចង់បានពូជផ្កាកដាស់យើងមកចាំទិញគេក៏បានយើងអាចទៅសុំមិត្តភ័ក្តិបងប្អូនផ្សេងៗដើម្បីបានពូជមកបើចាំយកច្រើនទេអ្នកនរគ្នាកាត់តែ1ម៉ែត្រឬក៏2ម៉ែត្រមកដើម្បីផ្សាំវាហើយផ្សាំហើយយើងយកទៅដំតែម្ដងទៅគឺវាប្រកាសជាមានផ្លែផ្កាចេញមកហើយអរគុណអ្នកនរគ្នាដែលបានចំណាយពេលវេលានៅវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយ